អ្នកគួរតែបានរៀនច្បាប់ទាំងនេះនៅពេលដែលអ្នកទើបតែចូលទៅក្នុងវិមាននេះមិនថាក្នុងកាលៈទេសៈណាក៏ដោយគ្មានអ្នកខាងក្រៅណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងបន្ទប់សិក្សារបស់ខ្ញុំឡើយប្រអប់នោះគឺជាអ្វីមួយដែលសមនឹងទទួលទោសប្រហារជីវិតចំពោះអ្នកណាដែលប៉ះវាឥឡូវនេះអ្នកបានបំពានច្បាប់ហើយខ្ញុំនឹងសម្លាប់អ្នកយ៉ាងរហ័សទោះបីជាអ្នកនៅក្មេងក៏ដោយតើអ្នកមានការជំទាស់អ្វីទេលោកស្រីមកនេះមកក្បែរខ្ញុំអ្នកបម្រើស្រីនេះបានបំពានច្បាប់ខ្ញុំបានសម្លាប់នាងហើយអ្នកភ័យខ្លាចណាស់លោកស្រីកុំខ្លាចអីលោកស្រីខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកខុសពីអ្វីដែលខ្ញុំបានប្រព្រឹត្តចំពោះនាងនៅពេលនេះខ្ញុំស្រាប់តែភ្ញាក់ពីភាពស្ពឹកស្រពន់ខ្លួនឯងដោយនឹកឃើញដល់កេរ្តិ៍ឈ្មោះដ៏អាក្រក់និងវិធីសាស្ត្រដ៏ឃោរឃៅរបស់ជីងហ៊ឺជីវិតមនុស្សគឺគ្មានអ្វីក្រៅពីបញ្ហាពេលវេលាសម្រាប់នាងទេជាពិសេសចាប់តាំងពីខ្ញុំឥឡូវនេះជាមនុស្សម្នាក់ដែលនាងបានធ្វើឲ្យអាម៉ាស់មុខជាសាធារណៈសម្លៀកបំពាក់ល្អនិងសម្លៀកបំពាក់ប្រណីតអាចធ្វើឲ្យខ្ញុំស្ពឹកមួយរយៈប៉ុន្តែខ្ញុំមិនគួរបណ្ដោយខ្លួនទៅនឹងវារហូតដល់ស្លាប់នោះទេនាងស្រឡាញ់ប្រអប់នោះខ្លាំងណាស់វាប្រហែលជាបានសង្កត់កែងជើង Achilles របស់នាងស្រីឲ្យអ្នកភ្ញាក់យឺតហើយនៅតែមិនទាន់ដេកលក់ប្រហែលជាអ្នកមកទីនេះដើម្បីរកផ្កាដ៏ស្រាលស្រាលមួយចំនួនដើម្បីកំសាន្តខ្លួនឯងអ្នកនាងឲ្យអ្នកធ្លាប់ស្រក់ទឹកភ្នែកដើម្បីខ្ញុំប៉ុន្តែឥឡូវនេះអ្នកពិតជាចង់សម្លាប់ខ្ញុំមែនទេលេងខ្ញុំទៅបើឯងមិនអាចបន្តសកម្មភាពនេះទៀតបានទេឯងនិយាយច្រើនពេកហើយឯងបានស៊ូទ្រាំនឹងរឿងជាច្រើនក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះចាប់តាំងពីឯងរៀបការជាមួយខ្ញុំដឹងថាខ្ញុំកំពុងតែធ្វើពុតជាយូរណាស់មកហើយចំអកខ្ញុំគ្រប់ពេលឯងបានប្រព្រឹត្តល្អណាស់ឯងមិនចូលចិត្តសម្លៀកបំពាក់និងគ្រឿងអលង្ការដែលឯងទេហើយអ្វីបានជាឯងមិនអាចធ្វើឲ្យវាខ្លាចជាការពិតជីងហេងឯងបានសម្លាប់ស៊ីវ៉ានដើម្បីខ្ញុំមែនទេឥឡូវនេះខ្ញុំបានចូលទៅក្នុងបន្ទប់សិក្សារបស់ឯងហើយបានប៉ះប្រអប់របស់ឯងតើឯងអាចសម្លាប់ខ្ញុំដោយរបៀបណាឲ្យខ្ញុំស្លាប់ឲ្យលឿនតើខ្ញុំអាចទ្រាំទ្របានដោយរបៀបណាយ៉ានបាននិយាយថានាងចង់សងសឹកខ្ញុំនៅថ្ងៃនោះប៉ុន្តែវាមិនទាន់ចប់នៅឡើយទេអ្នកស្រីឲ្យតើមានអ្វីចង់ប្រាប់ខ្ញុំទេនៅពេលដ៏សំខាន់បែបនេះកាលពីម្សិលមិញស្វាមីខ្ញុំទុកចិត្តខ្ញុំខ្លាំងណាស់ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងហើយមានអារម្មណ៍ថាខ្ញុំគ្មានវិធីសងសឹកគាត់ទេដូច្នេះរងចាំរហូតដល់ខ្ញុំជាសះស្បើយនិងមានពេលវេលាសម្រាប់ឯងសងសឹកខ្ញុំហើយអ្វីមិនធ្វើវានៅទីនេះ